តើអ្នកលេបថ្នាំដែលគ្មានវិជ្ជាបញ្ជាមែនទេការលេបថ្នាំត្រឹមត្រូវជួយព្យាបាលយើងឲ្យសះស្បើយបានប៉ុន្តែការលេបថ្នាំខុសអាចនឹងធ្វើទុក្ខដល់រាងកាយរបស់អ្នកថ្មីនេះមានការកើនឡើងនៃផលប៉ះពាល់ដែលបណ្ដាលមកពីការលេបថ្នាំខុសនេះគឺរាប់បញ្ចូលទាំងការដែលលេបថ្នាំច្រើនមុខក្នុងពេលតែមួយការលេបថ្នាំរបស់អ្នកដទៃការផ្លាស់ប្ដូរកម្រិតថ្នាំដោយខ្លួនឯងអាចបណ្ដាលឲ្យមានផលអាក្រក់ធ្ងន់ធ្ងរថ្នាំដែលគ្មានវេជ្ជបញ្ជាអាចរកទិញបាននៅតាមឱសថស្ថានដោយមិនចាំបាច់មានវេជ្ជបញ្ជាពីគ្រូពេទ្យចំពោះថ្នាំតាមវេជ្ជបញ្ជាតម្រូវឲ្យមានវេជ្ជបញ្ជាពីគ្រូពេទ្យខិត្តប័ណ្ណថ្នាំនីមួយៗគឺមានសរសេរអំពីព័ត៌មានសំខាន់សូមកុំធ្វើការសម្រេចចិត្តដោយខ្លួនឯងសូមពិគ្រោះជាមួយវេជ្ជបណ្ឌិតឬអសតការីជានិច្ចនៅពេលអ្នកពិគ្រោះជាមួយគ្រូពេទ្យសូមប្រាប់ពួកគេអំពីថ្នាំដែលអ្នកកំពុងប្រើនិងអាឡែស៊ីណាមួយដែលអ្នកមានសូមអនុវត្តតាមការណែនាំអំពីពេលណាត្រូវលេបថ្នាំនិងលេបតាមកម្រិតត្រឹមត្រូវសូមពិនិត្យមើលឈ្មោះថ្នាំកម្រិតថ្នាំនិងភាពញឹកញាប់នៃការប្រើប្រាស់ព្រមទាំងពេលណាដែលអ្នកគួរលេបថ្នាំនោះសូមកុំលេបថ្នាំជាមួយនឹងអាហារសូមលេបថ្នាំជាមួយនឹងទឹកជានិច្ចប្រសិនបើអ្នកលេបថ្នាំមិនត្រឹមត្រូវអ្នកអាចនឹងចេញរោគសញ្ញាដូចជាកន្ទួលរមាស់វិលមុខឈឺពោះឬក្អួតប្រសិនបើអ្នកជួបប្រទះផលប៉ះពាល់ណាមួយសូមពិគ្រោះជាមួយគ្រូពេទ្យជាបន្ទាន់លេបថ្នាំរបស់អ្នកក្នុងតែរយៈពេលដែលគ្រូពេទ្យបានកំណត់ប៉ុណ្ណោះទុកថ្នាំរបស់អ្នកនៅកន្លែងត្រជាក់ស្ងួតនិងឆ្ងាយពីពន្លឺព្រះអាទិត្យថ្នាំដែលផុតកំណត់គួរតែត្រូវបានបោះចោលជានិច្ចនៅក្នុងធុងសំរាមដែលបានកំណត់នៅមណ្ឌលសុខភាពសាធារណៈមជ្ឈមណ្ឌលសហគមន៍ឬឱសថស្ថានកុំចែករំលែកថ្នាំរបស់អ្នកជាមួយអ្នកដទៃកុំបង្កើនកម្រិតថ្នាំរបស់អ្នកដោយសារតែអ្នកឈឺចាប់កុំឈប់ប្រើថ្នាំរបស់អ្នកឬចាប់ផ្ដើមថ្នាំថ្មីដោយគ្មានការយល់ព្រមពីគ្រូពេទ្យរបស់អ្នកនៅពេលអ្នកលេបថ្នាំបានត្រឹមត្រូវអ្នកអាចការពារសុខភាពរបស់អ្នកបាន